អ្នកមិនបានបង្ហាញសមត្ថភាពរបស់អ្នកក្នុងរយៈពេល3ឆ្នាំមិនមានការរីកចម្រើននៅក្នុងក្របផ្នែកទេខ្ញុំប្រាប់អ្នកថាកូនស្រីខ្ញុំមានសមត្ថភាពពិសេសខ្ញុំមិនបានកុហកគាត់ទេអ្នកប្រកាសថាលទ្ធផលគូរហូតដល់ព្រឹកព្រលឹមហៀហើយសញ្ញាខ្ញុំ1 លានព្រះហេតុអ្វីមិនបិទភ្នែកម៉ាក់កុំទៅចោលខ្ញុំអីអ្នកកុហកពួកគេទាំងអស់សុទ្ធតែជាអ្នកកុហកខ្ញុំមិននៅរស់ទៀតទេចូលបំផ្លាញវាទាំងអស់គ្នាអរគុណព្រះម្ដាយនិងកូនស្រីមានសុវត្ថិភាពតើនេះណែណាខ្ញុំមិនមែនជាមន្ទីរពិសោធន៍បំទុះទេតើអ្នកបានស្លាប់ជាមួយនឹងសាស្ត្រាចារ្យនិងអ្នកផ្សេងទៀតឬតើខ្ញុំជាមនុស្សដែលរងទុក្ខក្នុងការកើតជាថ្មីឬអ្នកបានធ្វើការយ៉ាងលំបាកមិនពិបាកទេបុរសចំណាស់បានផ្ដល់កំណើតដល់កូនអូចាំខ្ញុំមើលទីបំផុតគ្រួសាររបស់យើងមានអ្នកស្នងនេះគឺជាសត្វព្រាបដ៏មានតម្លៃរបស់យើងតោះហើយគាត់ថាធានប៉ាល់ចាប់ពីពេលនេះទៅហានេះគឺជាគ្រួសាររបស់ខ្ញុំក្នុងជីវិតនេះពួកគេកំពុងខ្លាញ់ខ្លួនជាព្រះសង្ឃប៉ុន្តែពួកគេគ្រាន់តែជាក្រុមភូតភរប៉ុណ្ណោះម៉ាណូលីយ៉ាយើងខ្ជិលបន្តិចដែលយើងនៅសល់ឯងផឹកស្រវឹងកាន់តែខ្លាំងកូនមិនអាចបង្អត់ម្ដាយបានទេមិនបាច់ទុកឲ្យអ្នកទាំងអស់គ្នាហូបទេបងប្អូនខ្ញុំឡើងលើភ្នំហើយរកមើលទឹកថ្លាហើយខ្ញុំអាចយកអ្វីមកពីវាបានហើយអ្នកមិនត្រូវបានអនុញ្ញាតឲ្យញ៉ាំទេភ្នំនេះត្រូវបានបិទអស់រយៈពេលជាង1 ខែដោយសារព្រៅធ្លាក់ខ្លាំងខ្ញុំត្រូវទៅអ្នកនៅតែមានពេល3 ខែទៀតមុនពេលនីតិរដូវយើងមិនអាចគ្រាន់តែមើលអ្នករាល់គ្នាស្រេកឃ្លានស្លាប់នោះទេចុះបើមិនចេះនិយាយលេងតើរស់នៅមានប្រយោជន៍អ្វីស្លាប់លឿនជាងស្រេកឃ្លានស្លាប់ចូលបំផ្លាញវាទាំងអស់គ្នាតើផ្លែទឹមនេះមកពីណាហេតុអ្វីបានជាអ្នកមិនបំផ្លាញខ្លួនឯងព្រោះវាទុយពេកបន្ទាប់មកបង្កើតផលកាន់តែច្រើនពួកគេប្រកាសជាស៊ីខ្ញុំដូចសត្វចម្លែកនិយាយហើយហៅប៉ូលីសតើអ្នកខ្លាចទេខ្ញុំជាបិសាចមែនទេនេះគឺជាកំណប់ស្ថានសួគ៌ដែលបានផ្លាស់ប្ដូរឈានបែវរបស់យើងគឺជាទេពអប្សរដែលបានចុះមកផែនដីហើយមកលឿនឈានបែវរបស់យើងមានសំណាងណាស់យើងត្រូវរក្សាវាជាការសម្ងាត់កុំឲ្យអ្នកខាងក្រៅដឹងថាអ្នកកំពុងធ្វើបាបឈានបែវតើអ្នកកំពុងនិយាយអំពីអ្វីតើអ្នកមានគម្រោងសម្រាប់ខ្ញុំដោយរបៀបណាតើមានអ្វីដែលត្រូវពិភាក្សាគ្រាន់តែធ្វើវាខ្ញុំសន្យាថាមិនប្រឆាំងទេកូនប្រុសអ្នករើផ្លែម្នាក់នៅលើភ្នំមែនទេអូបាទនេះជាអ្វីដែលខ្ញុំបានរើពីភ្នំខ្ញុំបានដួលជាច្រើនដងខណៈកំពុងព្យាយាមរើផ្លែប៉ោមនេះអ្វីតើអ្នកពិការភ្នែកទេតើអ្នកមិនបានឃើញទេថាផ្លែពេត្រូវបានផ្លាស់ប្ដូរដោយខ្ញុំមិនអីទេខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀតដើម្បីឲ្យអ្នកបានឃើញខំឈានបែវវេអ្នកគឺជាផ្កាយសំណាងដែលព្រះបានបញ្ជូនមកអ្នកមិនអាចគ្រាន់តែផ្លាស់ប្ដូរអ្វីបានទេនាងបានក្លាយជាស្ត្រីសំណាងរបស់ខ្ញុំពិតជានឹងការពារអ្នកខេវិញត្រូវតែការពារខ្ញុំជាបោសុំផ្លាស់ប្ដូរអ្វីមួយសម្រាប់សាស្ត្រាចារ្យម៉ាក់នាំអ្នកទៅអបអរថ្ងៃកំណើតរបស់អ្នកមិនអីទេខ្ញុំមិនជឿអ្នកទេអ្នកទាំងអស់គ្នាជាអ្នកកុហកឪពុករបស់គាត់ប្រកាសជាប្រថុយជីវិតដើម្បីការពារអ្នកនៅឲ្យឆ្ងាយពីខ្ញុំអស់ទៅមុខហើយបើកទ្វារឲ្យលឿនលាក់លាឆាប់ប្រញាប់ឡើងអ្នកគឺជាអតីតសមាជិកព្រឹទ្ធសភាយ៉ែងថងសេសាច់ញាតិរបស់ស៊ូលេងបាទលោកស៊ូលេងបានបង្កើតក្រុមជំនុំមួយការមើលងាយអំណាចអធិរាជរឹបអូសគ្រួសារនិងនិតទេសបានបម្រើការជាកូនជាង9គ្រួសាររបស់អ្នកឈឺថ្ងៃនេះយើងចេញដំណើរទៅកាន់ភូមិជូបៀទីក្រុងយ៉ងចៅ1 ខែក្រោយមកកុងទៅណមិនបានមកដល់ទេគ្មានផ្លូវចេញទេយើងមិនអាចគេចចេញទេយើងមិនភ្នាល់លើពួកគេទេកុំបារម្ភខ្លាចគេរត់ចោលពាក់កណ្ដាលផ្លូវប្រជាជនក្រីក្រគ្មានលុយតតែសោះតើខ្ញុំអាចដាក់ប្រាក់អ្វីខ្លះបើហ៊ានរត់គេចទោះបីត្រូវចាប់ខ្លួនក៏នៅតែមិនអាចលើកលែងទោសបានដែរអូហូតើនេះជាសាច់ញាតិបែបណានៅពេលអ្នកកំពុងកើនឡើងយើងមិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់បើមានអ្វីកើតឡើងយើងត្រូវទទួលខុសត្រូវជាមួយគ្នាទីក្រុងយ៉ងហៅរកបានច្រើនជាង1,000 ម៉ៃតើគាត់រស់នៅដោយរបៀបណាគ្រួសាររបស់ខ្ញុំទាំងមូលត្រូវបាននិរទេសនៅពេលខ្ញុំកើតខ្ញុំប្រកាសជាព្រួយបារម្ភពួកគេនឹងមិនអនុញ្ញាតឲ្យខ្ញុំទៅឥឡូវនេះទេហើយនោះហើយជាអ្វីដែលខ្ញុំបាននិយាយឈៀនបែវគឺជាតារាសំណាងរបស់គ្រួសារយើងឈៀនបែវច្បាស់ជាបានដឹងហើយថាគ្រួសារយើងមានបញ្ហាដូច្នេះ KCL បានជួយយើងខ្ញុំជាតារាគ្រូមហន្តរាយខ្ញុំមិនចង់ជួយអ្នកទេមែនទេចូលទុកផ្លែម្នាក់ទាំងនេះខ្លះសម្រាប់ខ្លួនយើងយកសទៅក្រុងដូលុយនៅសគឺសម្រាប់ការចំណាយលើការធ្វើដំណើរល្អទៅខ្ញុំត្រូវខ្ចប់របស់ខ្ញុំឲ្យលឿនពេលវេលាមិនរងចាំនរណាម្នាក់ឡើយលោកជំទាវខ្ញុំក៏ក្រោកឡើងជួយដែរមិនចាំបាច់ទេអ្នកទើបតែសម្រាលកូនហើយខ្សោយអ្នកគួរតែសម្រាកញ៉ាំផ្លែពោជាមុនសិនហេសម្រាកតកដង្ហើមកូនប្រុសហត់ទេបើគ្រាន់តែអូវាចេញមួយរយៈវានឹងមិនធ្វើឲ្យអ្នកធុញទ្រាន់ទេខ្ញុំទើបតែញ៉ាំផ្លែប៉ោមមួយគ្រាប់ឥឡូវនេះទោះបីជាខ្ញុំអាចញ៉ាំដោយផ្ទាល់ទៅយ៉ងចៅក៏ដោយវានឹងល្អខ្ញុំគ្រាន់តែនិយាយឈៀនបែវគឺជាតារាសំណាងរបស់គ្រួសារយើងផ្លែព្រូនទាំងនោះកាលពីម្សិលមិញទុកបានប្រាក់1 ឬ 2 ដំឡឹងតោះសន្សំលុយខ្លះល្មមដល់ពេលយ៉ងចៅតើអ្នកសប្បាយចិត្តយ៉ាងណាខ្ញុំមិនចង់រំខានអ្នកទេប៉ុន្តែខ្ញុំចង់រស់នៅតើខ្ញុំអាចជួបរបានដោយរបៀបណាតើអ្នកណាកំពុងនិយាយនៅទីនោះព្រះមហាក្សត្រយានីមើលទៅដូចជាក្រុមអ្នកបង្កបញ្ហានេះជាមេរៀនសម្រាប់ពួកគេអំឡុងពេលវិស្មការរដូវក្តៅ
តើខ្ញុំអាចទទួលបានជំនួយនៅឯណាតើអ្នកអាចឆ្លងនៅមុខទ្វារគ្រួសារយួនយ៉ាងដូចម្ដេចហេខ្ញុំពិតជាសោកស្ដាយណាស់យើងកំពុងចាក់ចេញឥឡូវនេះហើយចាំមើលអ្នកស្លៀកពាក់ដូចអ្នកសុំទានតើវាអាចជាជនភៀសខ្លួនដែលកំពុងភៀសខ្លួនគ្រប់ទីកន្លែងបើច្បាប់រាជវង្សនេះចង់ទុកឈ្មោះអាចផ្ញើទៅមន្ត្រីបានអ្នកក៏អាចសម្លាប់នៅនឹងកន្លែងលឿនជាងមេតាយើងមិនមែនជាជនភៀសខ្លួនទេប៉ុន្តែដោយសារសាច់ញាតិឆ្ងាយក្បត់គ្រួសារទាំងមូលពេលនេះខ្ញុំនឹងទៅលេងកន្លែងនោះហេនេះជាការថតរបស់យើងសូមពិនិត្យមើលជាផ្លូវការវាប្រែថាពួកគេកំពុងជួយអក្រិតជនខ្ញុំក៏មិនដឹងពីរបៀបទទួលយកអំណោយដែរឆ្លងផុតអូខ្ញុំនឹងបង្រៀនពួកគេនៅមេរៀនមួយតើអ្នកនឹងសម្លាប់ពួកយើងប្រសិនបើមន្ត្រីនោះទុកវាចោលអូនស្អប់បងមកបុកខ្ញុំកែវភ្នែករបស់អ្នកសូមទុកជីវិតខ្ញុំផងមន្ត្រីខ្ញុំនឹងបង្រៀនអ្នកនៅមេរៀនមួយថ្មមិនខ្លាចទេម្ដាយរបស់អ្នកពិតជានឹងការពារអ្នកពិតជាការពារខ្ញុំហើយអ្វីមនុស្សល្អហ៊ានប្រឆាំងទៅដំបូលសម្រាប់ខ្ញុំពិតជានឹងស្លាប់នៅពេលនេះបញ្ឈប់វាពួកគេមិនបានបន្សល់ទុកឈ្មោះរបស់ពួកគេឬឡូសទេអនុញ្ញាតឲ្យពួកគេទៅការចរណែនត្រូវបានសម្លាប់ដោយចៃដន្យអ្នកមាននរណាម្នាក់បន្តកង្វល់របស់ចៅវាយខ្ញុំទុកជីវិតរបស់អ្នកមិនយូរប៉ុន្មានទេអរគុណគួនសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកខ្ញុំទៅតែអ្នកអកផ្លែទឹមនេះត្រូវបាននាំមកដោយគ្រួសាររបស់យើងផ្អែមនិងឆ្ងាញ់យកមួយខាំដើម្បីផ្ដល់សំណើមដល់បំពង់ជាមុនសិនមកទៀតហើយអ្នកណាខ្វល់ពីផ្លែពេដែលខូចចេញពីទីនេះឥឡូវនេះកុំឆ្លើយក្លិនឈ្ងុយឆ្ងាញ់ងាយស្រួលនិងផ្អែមផ្លែប៉ោមប្រភេទនេះពិបាករកណាស់សូម្បីតែនៅទីក្រុងប៉េកាំងអ្នកគ្មានបេះដូងទេអ្នកមានចក្ខុវិស័យល្អផ្លែទឹមរបស់ខ្ញុំមានតែមួយគត់នៅក្នុងពិភពលោកនេះគឺជាអំណោយត្រឡប់មកវិញម្ដាយរបស់ខ្ញុំមានក្អកអរគុណអ្នកមីងសម្រាប់កាដូតើនោះជាអ្វីនៅឲ្យឆ្ងាយពីខ្ញុំនឹងមិនមានអ្វីមកបំភ័យអ្នកឲ្យស្លាប់ឡើយឈៀនបាវសូមកុំដាក់អក្ខរវិរុទ្ធទៀតអីដំបូងគេត្រូវបានគេមើលឃើញវាពិតជាចម្លែកណាស់ដែលអ្នកជាសមាជិកគ្រួសារស៊ូគ្មាននរណាម្នាក់ឬពីរអ្នកខ្លាចខ្ញុំទេនៅតែល្អសម្រាប់ខ្ញុំមនុស្សដែលខ្ញុំបានជួបក្នុងជីវិតមុនគឺខុសគ្នាលោកម្ចាស់ចិញ្ចៀនពេជ្រនេះមានតម្លៃពេកហើយយើងមិនហ៊ានទទួលយកទេនៅតែព្យាយាមប្រុងប្រយ័ត្នយើងមានច្បាប់នៅក្នុងផ្ទះរបស់យើងហើយពិធីសាសនាពិតជាគ្មានហេតុផលដើម្បីយកវាមកវិញទេបន្ទាប់មកខ្ញុំទទួលយកវាដោយស្ទាក់ស្ទើរត្បូងពេជ្រនេះមានតម្លៃថ្លៃណាស់រងចាំរហូតដល់ខ្ញុំស្លាប់គ្រួសារស៊ូក៏អាចប្រើគាត់ដើម្បីដោះដូរជាប្រាក់បានដែរមិនអីទេលោកជំទាវញ៉ាំ PSP យ៉ាងឆាប់រហ័សនេះជាផ្លែប៉ោមដែលស្ត្រីចំណាស់បានឲ្យខ្ញុំពេលនេះខ្ញុំបានលេបវាសម្រាប់អ្នកហើយវាមិនពោលទេលេបថ្នាំបំបត្តិការក្អករបស់អ្នកយ៉ាងមែនជាអស្ចារ្យបន្ទាប់ពីញ៉ាំរួចភាពស្អកក្នុងបំពង់របស់ខ្ញុំក៏បាត់ទៅមនុស្សទាំងមូលក៏សម្រាប់ច្រើនដែរវាមានប្រសិទ្ធភាពជាងថ្នាំដែលត្រូវបានបង្កើតឡើងនៅលើអាកាសតើការញ៉ាំមនុស្សមានប្រយោជន៍ទេបន្ទាប់មកខ្ញុំនឹងបញ្ជូននរណាម្នាក់ភ្លាម Pills ទាំងអស់មិនចាំបាច់ទេពួកគេនៅលើផ្លូវអស់ជាច្រើនថ្ងៃមកហើយប៉ុន្តែអ្នកឃើញថាវាស្រស់ណាស់ដូចជាទើបនឹងរើសមិនត្រូវដូចអ្វីដែលគេនិយាយថាគេយកមកពីផ្ទះទេគ្រួសារនោះត្រូវតែលែអាតកំបាំងពួកគេមិនត្រូវបានព្រះមហាក្សត្រយានីបញ្ជូនមកទេប្រហែលជាមិនមែនទេពួកគេត្រូវឆ្លងកាត់ផ្លូវបុរាណទៅកាន់យ៉ងឆៅមានចោរកាច់សាហាវជាច្រើនចេញពីភ្នូនៅទីនេះគ្រោះថ្នាក់គឺមិនអាចទីទុកជាមុនបានចាប់តាំងពីយើងបានជួបគ្នាដោយចៃដន្យខ្ញុំនឹងឲ្យពួកគេជិះទៅជាចារកម្មដែលទំនាក់ទំនងល្អជាមួយសេមុនពេលអ្នកនាំពួកគេឆ្លងកាត់ផ្លូវបុរាណតើវាសនារបស់ពួកគេនឹងទៅជាយ៉ាងណាទៅថ្ងៃអនាគតកូនដប់អែមឲ្យម្ដាយរបស់អ្នកថាមីងខ្ញុំ800ដងក្នុងមួយថ្ងៃល្អយ៉ាងណាតើអ្នកគិតថាខ្ញុំនឹងមិនចុះចាញ់ទេប្រសិនបើអ្នកផ្ដល់ទឹកដោះគោឲ្យខ្ញុំមិនមែនថាចង់ផឹកទេខ្ញុំទុកមាត់មិនបានខ្ញុំត្រូវផឹកវាដោយខ្លួនឯងក្មេងស្រីវ័យចំណាស់ខ្ញុំនឹងមិនឲ្យអ្នកផឹកស៊ុបត្រីមួយថ្ងៃទេអ្នកបានរងទុក្ខលំបាកទាំងអស់ជាមួយខ្ញុំមិនចូលចិត្តវាទេដរាបណាអាហារស្ងួតនេះអាចបំពេញក្រពះរបស់ខ្ញុំបានអ្នកចាញ់យ៉ាងនេះអ្នកមិនអាចចាប់ត្រីបានទេតើធ្វើដូចម្ដេចដើម្បីខ្លាចជាប្តីហេកូនស្រីមកថាប៉ាហេកុំប៉ះខ្ញុំមើលទៅអ្នកចង់សម្លាប់ខ្ញុំនៅឲ្យឆ្ងាយពីខ្ញុំអូទេភ្លៀងធ្លាក់ខ្លាំងម្ដងទៀតនៅ Chamber ខ្ញុំមិនដឹងថាកាបូបនេះសំណាងប៉ុណ្ណាទេត្រីនេះមានក្លិនឈ្ងុយឆ្ងាញ់ណាស់ញ៉ាំទៀតនេះគឺជាការលើកសរសើរដល់អ្នកសម្លាញ់នាងពិតជាកូនស្រីរបស់ខ្ញុំអ្វីដែលប៉ាចង់បានគាត់ឲ្យវាទៅប៉ាពិតជាអាវធំដែលធ្វើពីក្បាច់បើឯងហ៊ានថើបអញទៀតអញនឹងចាក់ឯងនឹងកាំបិតឈៀនបាវស្ដាប់អ្វីដែលយាយនិយាយអំណោយនេះពីព្រះមិនអាចយកច្រើនពេកទេការទទួលទានច្រើនពេកនឹងកាត់បន្ថយសំណាងរបស់អ្នកយើងជាមនុស្សធំតែងតែបារម្ភពីរឿងនៅផ្ទះធំឡើងដោយសុវត្ថិភាពពួកគេពិតជាបានធ្វើដើម្បីប្រយោជន៍ខ្លួនខ្ញុំហើយមិនកុហកខ្ញុំទេបើមិនដូច្នេះទេខ្ញុំនឹងទុកចិត្តពួកគេម្ដងកុំស្លាប់មុនមានការភ័យរន្ធត់នៅខាងមុខមិនទៅមើលតើអ្នកបានឮសំឡេងណាមួយទេតើសំឡេងនោះជាអ្វីអាហៀតើមានអ្វីកើតឡើងប្រសិនបើនរណាម្នាក់មកអ្នកលាក់មុនតាចាស់មិនលាក់មុខគ្នាអូទេពួកគេត្រូវបានគេរកឃើញគ្រួសារទាំងមូលបានត្រឹមតែបង្កការសង្ស័យខ្ញុំលាក់ដើម្បីតាក់ទាញពួកគេលាក់យ៉ាងលឿនមកខ្ញុំនឹងនៅជាមួយប៉ាអ្នក2ឬ3អ្នកឲ្យចូលប្រញាប់ឡើងគុំធ្លាក់ក្នុងកណ្ដាប់ដៃមនុស្សកំសាកអូប្រញាប់ឡើងទៅយ៉ាងលឿន